បានលោកនាងកញ្ញាជាទីមេត្រីជួនជាតិដើមភេតិចមកពីគ្រប់ស្រុកក្នុងខេត្តរតនគិរីនៅថ្ងៃប្រហ័សនេះបាននាំគ្នាលើកបដាពាក្យស្លោកនិងដើរហែក្បួនស្រែកជ័យយខុសលើកស្ទួយសិទ្ធិជនជាតិដើមភេតិចដើម្បីរំលឹកខួបថ្ងៃទី22នៃទិវាជនជាតិដើមពិភពលោកបាទលោករដ្ឋាភិបាលរាយការណ៍អំពីការដើរហែក្បួននេះជនជាតិដើមភាគតិចចម្រុះជាតិពន្ធុមានគ្នាជាង200នាក់ខ្លះស្លៀកសម្លៀកបំពាក់ប្រពៃណីខ្លះពាក់អាវយឺតពណ៌សមានអក្សរមានអត្ថន័យអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី22ស្ដីពីជនជាតិដើមភាគតិចនិងការអប់រំនិងខ្លះទៀតលើកបដាពាក្យស្លោកហែក្បួនលើកដំបូងដើម្បីលើកតម្កើងសិទ្ធិជនជាតិដើមភាគតិចក្បួនចេញដំណើរពីមន្ទីរអភិវឌ្ឍជនបទខេត្តរតនគិរីដោយមានការប្រគំតន្ត្រីគងនាំមុខនិងសម្រែកជ័យខុសពោះទៅសាលមហោស្រពមន្ទីរវប្បធម៌ខេត្តដើម្បីជួបជុំគ្នាសម្ដែងមតិនៅទីនោះជំនឿដើមចិត្តជាខ្ញុំរស់នៅអាស្រ័យតំណាងសហគមន៍ជនជាតិដើមភាគតិចខេត្តរតនគិរីលោកសាឡាត្រាវថ្លែងថាសិទ្ធិជនជាតិដើមភាគតិចត្រូវបានលើកស្ទួយដោយច្បាប់ជាតិអន្តរជាតិហេតុនេះជនជាតិដើមភាគតិចត្រូវយកចិត្តទុកដាក់អភិរក្សប្រពៃណីវប្បធម៌របស់ខ្លួនឲ្យបាននៅគង់វង្សដើម្បីអភិវឌ្ឍសិទ្ធិរស់នៅនិងការអភិរក្សធនធានធម្មជាតិបានកាន់តែប្រសើរយើងខ្ញុំក៏សង្ឃឹមយ៉ាងមុតមមដែលថាអាជ្ញាធរគ្រប់បណ្ដាឋានៈនឹងចូលរួមដោះស្រាយជាបន្ទាល់នៅរាល់ទុកកំហុសដែលជនជាតិដើមភាគតិចយើងខ្ញុំកំពុងប្រឈមដូចជាវិបត្តិដីធ្លីអាស្រ័យធនធានធម្មជាតិការគម្រាមកំហែងផ្សេងៗដើម្បីជាការលើកស្ទួយកំណើនសេដ្ឋកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជានៅប្រទេសកម្ពុជាចាប់ផ្ដើមប្រពៃទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកតាំងពីឆ្នាំ2005រហូតបច្ចុប្បន្នមានចំនួន12លើកដោយឡែកនៅខេត្តរតនគិរីមន្ទីរអភិវឌ្ឍជនបទខេត្តរតនគិរីរួមជាមួយអង្គការក្រៅរដ្ឋាភិបាលជាតិអន្តរជាតិចំនួន7បានដឹកនាំប្រពៃទិវានេះលើកទី3នៅខេត្តរតនគិរីនៅថ្ងៃទី25ខែសីហាតំណាងអង្គការសង្គ្រោះសត្វព្រៃកម្ពុជា SCW លោកឌីប៉ូលុចក៏សម្គាល់ថាកន្លងទៅនេះអង្គការសង្គមស៊ីវិលបានចូលរួមសហការការពារធនធានធម្មជាតិដែលជាមធ្យោបាយចិញ្ចឹមជីវិតដ៏សំខាន់របស់ជនជាតិដើមភាគតិចលោកថ្លែងថាការអប់រំនិងការផ្តល់ជម្រើសក្នុងការគ្រប់គ្រងចាត់ចែងធនធានធម្មជាតិដោយសហគមន៍ផ្ទាល់គឺជាកត្តាសំខាន់ដែលកាត់បន្ថយសម្ពាធទៅលើសិទ្ធិជនជាតិដើមភាគតិចនិងធនធានធម្មជាតិបរិស្ថាននាពេលបច្ចុប្បន្នប្រធានក្រុមប្រឹក្សាខេត្តរតនគិរីលោកនូប៉យថ្លែងកត់សម្គាល់ដែរថារាជរដ្ឋាភិបាលតាំងពីសម័យសង្គមរាស្ត្រនិយមបានទទួលស្គាល់និងលើកស្ទួយសិទ្ធិជនជាតិដើមភាគតិចហើយរហូតបច្ចុប្បន្នសិទ្ធិរបស់ជនជាតិដើមក៏ត្រូវបានលើកស្ទួយបន្តលោកថាជនជាតិដើមភាគតិចត្រូវបង្កើនការអប់រំចំណេះដឹងទូទៅបន្ថែមទៀតដើម្បីអភិវឌ្ឍធនធានមនុស្សនិងអភិរក្សអត្តសញ្ញាណរបស់ខ្លួនបានត្រឹមត្រូវជាពិសេសត្រូវជំរុញកូនចៅឲ្យចូលសាលារៀនស្របតាមពាក្យស្លោកជនជាតិដើមភាគតិចនិងការអប់រំខ្ញុំរដ្ឋាភិបាលអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរី